ព័ត៌មានទី1នោះគឺជាការធ្វើបច្ចុប្បន្នភាពពាក់ព័ន្ធជាមួយនឹងសង្គ្រាមរបស់សហរដ្ឋអាមេរិកនៅប្រទេសអ៊ីរ៉ង់បាទអញ្ចឹងគឺបើតាមសេចក្តីរាយការណ៍របស់កាសែត The New York Times ឲ្យដឹងថាលោកប្រធានាធិបតី Donald Trump ពន្យាការសម្រេចចិត្តចុងក្រោយរបស់លោកតាក់ទងជាមួយនឹងសំណើរបស់អ៊ីរ៉ង់ក្នុងការបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់នោះបាទហើយព័ត៌មានទី2គឺជាការធ្វើបច្ចុប្បន្នភាពបន្ថែមដែរកាលពីប្រហែលថ្ងៃមុនខ្ញុំបានរាយការណ៍ថារដ្ឋបាលលោកប្រធានាធិបតី Donald Trump មានគម្រោងយកពលរដ្ឋអាមេរិកណាដែលអាចនឹងឆ្លងជំងឺអ៊ីបូឡាបាទយកអេបូឡាយកទៅដាក់នៅប្រទេសកេនយ៉ាប៉ុន្តែនៅថ្ងៃនេះបើយោងតាមការផ្សាយរបស់កាសែត Washington Post គឺតុលាការនៅកេនយ៉ាបានផ្អាកគម្រោងនេះសិនហើយមិនទាន់ឲ្យយកទៅទេដែលធ្វើឲ្យផែនការនេះកំពុងតែជាប់គាំងហើយនឹងមិនដឹងជាទៅចេញច្រកណានោះទេហើយព័ត៌មានទី3នេះគឺប៉ូលីសអន្តោប្រវេសន៍អាយត្រូវបានអាជ្ញាធរប៉ូលីសចាប់ខ្លួនហើយបាទពាក់ព័ន្ធជាមួយនឹងការដែលគាត់បានធ្វើសកម្មភាពដេញតាមចាប់ជនអន្តោប្រវេសន៍ម្នាក់នៅក្នុងរដ្ឋទីក្រុង Minneapolis រដ្ឋ Minnesota បាទពេលហ្នឹងគាត់បាននិយាយកុហកអំពីស្ថានភាពដែលបានកើតឡើងហើយបានបាញ់ឲ្យគេរបួសអញ្ចឹងដូច្នេះឥឡូវនេះតុលាការចោទប្រកាន់គាត់ទៅហើយគាត់ត្រូវប៉ូលីសយកចាប់ខ្លួនយកមកប្រឈមមុខនឹងច្បាប់ហើយព័ត៌មានទី4ដែលជាព័ត៌មានចុងក្រោយនេះគឺជាការដើរថយក្រោយមួយទៀតដែលលោកប្រធានាធិបតី Donald Trump ព្យាយាមដាក់ឈ្មោះលោកទៅមជ្ឈមណ្ឌល Kennedy ដែលជាកន្លែងសាលមហោស្រព Kennedy ណាឥឡូវដាក់ឈ្មោះ Trump Kennedy Center អញ្ចឹងមកប៉ុន្តែឥឡូវនេះទៅតុលាការបញ្ជាថាឥឡូវដកឈ្មោះលោក Trump ចេញពីព្រោះអីមានតែសភាទេដែលអាចមានសិទ្ធិដាក់ឈ្មោះឬក៏ដកឈ្មោះអញ្ចឹងឥឡូវហ្នឹងគឺលោក Trump មិនអាចមានសិទ្ធិទេបាទនេះគឺជាព័ត៌មានសំខាន់ដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នាបាទស្ដាប់កំសាន្តក៏ដូចជាចេះដឹងបន្ថែមទៀតផងដែរបាទក្នុងគណៈពេលដែរសម្រាប់ចុងសប្តាហ៍នៅក្នុងប្រទេសកម្ពុជានេះបាទព័ត៌មានលម្អិតទី1បាទព័ត៌មានពិស្ដារទី1ហ្នឹងគឺជាសេចក្តីរាយការណ៍របស់កាសែត The New York Times បានរាយការណ៍ថាលោកប្រធានាធិបតី Donald Trump បានចាក់ចេញពីកិច្ចប្រជុំមួយដែលបានចំណាយពេលអស់រយៈពេល2ម៉ោងមកនៅក្នុងសេតវិមានដែលជាកិច្ចប្រជុំមួយដែលអាចនឹងសម្រេចទៅលើកិច្ចព្រមព្រៀងជាមួយនឹងប្រទេសអ៊ីរ៉ង់បានហើយលោកបានចាក់ចេញដោយមិនបានធ្វើការសម្រេចចិត្តជាចុងក្រោយនោះទេបាទនេះបើយោងតាមមន្ត្រីជាន់ខ្ពស់មួយរូបនៃរដ្ឋបាលលោកប្រធានាធិបតី Donald Trump ដែលបាននិយាយនៅថ្ងៃសុក្រនេះឲ្យបានដឹងបាទហើយបើសិនជាតាមការឲ្យដឹងនោះគឺការដែលលោកប្រធានាធិបតីនឹងគឺត្រូវការពេលវេលាបន្ថែមទៀតបាទដើម្បីពិចារណាទៅលើសំណើរបស់អ៊ីរ៉ង់ដែលដាក់មកហ្នឹងបាទហើយគឺមិនទាន់បានដឹងនៅលេខទេក៏ប៉ុន្តែគេក៏មិនទាន់ដឹងច្បាស់ថាតើលោកប្រធានាធិបតីអាចនឹងសម្រេចចិត្តបែបណានោះដែរបាទគឺបានន័យថាមនុស្សនៅក្នុងបន្ទប់ប្រជុំទាំងអស់ដែលប្រជុំនៅសេតវិមានគេហៅថា situation room បន្ទប់ស្ថានភាពហ្នឹងគឺម្នាក់កាំងតែម្ដងភ្ញាក់ផ្អើលពេលដែលលោកប្រធានាធិបតីប្រជុំបាន2ម៉ោងស្ដាប់សេចក្តីរាយការណ៍នេះលោកដើរចេញដោយអត់មានធ្វើការសម្រេចចិត្តទេដោយលោកប្រធានាធិបតីបានទទូចតាមបណ្ដាញសង្គម Truth Social របស់លោកមុនពេលដែលលោកអញ្ជើញចូលរួមកិច្ចប្រជុំនោះថាកិច្ចព្រមព្រៀងដែលពន្យាពេលនៃបទជប់បាញ់គ្នានឹងគឺត្រូវមានពាក់ព័ន្ធជាមួយនឹងការដែលអ៊ីរ៉ង់ត្រូវតែបើកច្រកហូម៉ូសឡើងវិញបាទហ្នឹងគឺជារឿងមួយហើយនឹងឲ្យអ៊ីរ៉ង់សន្យាថានឹងមិនអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរឬក៏គ្រាប់បែកនុយក្លេអ៊ែររបស់ខ្លួនទេហើយក៏ចំណុចទី3គឺត្រូវអនុញ្ញាតឲ្យសហរដ្ឋអាមេរិកយកសារធាតុអ៊ុយរ៉ាញ៉ូមដែលអ៊ីរ៉ង់បានចម្រាញ់រួចហើយហ្នឹងបាទយកមកហើយចាត់ការយ៉ាងម៉េចរំលាយចោលទៅតាមសហរដ្ឋអាមេរិកហើយដោយឡែកអ៊ីរ៉ង់វិញគឺបានបដិសេធជាបន្តបន្ទាប់ចំពោះលក្ខខណ្ឌដែលសហរដ្ឋអាមេរិកបានដាក់មកនេះដោយអ្នកនាំពាក្យមួយរូបរបស់ក្រសួងការបរទេសនៃប្រទេសអ៊ីរ៉ង់គឺលោកអ៊ីស្ម៉ាអែល
Bagheri Bagheri បាទបាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយនឹងបណ្ដាញសារព័ត៌មានរបស់អ៊ីរ៉ង់នៅថ្ងៃសុក្រនេះថាការចរចានាពេលបច្ចុប្បន្ននេះគឺកំហិតទៅលើតែទំហំទេហើយនឹងគឺមិនបានបញ្ចូលទៅលើបញ្ហាតាក់ទងជាមួយនឹងអាវុធនុយក្លេអ៊ែរឬក៏កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ទេហើយដូច្នេះហើយបានជាអាចនឹងមានការដែលលោកប្រធានាធិបតីត្រូវធ្វើការសម្រេចចិត្តជាចុងក្រោយហើយក្នុងរយៈពេលប្រហែលថ្ងៃចុងក្រោយនេះគឺបាទទាំងអ៊ីរ៉ង់ហើយនិងសហរដ្ឋអាមេរិកនេះគឺបានបាញ់ដាក់គ្នាទៅវិញទៅមកផងដែរបាទដែលជាការមួយគម្រាមកំហែងដែលលោកប្រធានាធិបតីបានគម្រាមកំហែងថាអាចនឹងឈានទៅដល់ការប្រយុទ្ធគ្នាឬក៏សង្គ្រាមពេញទំហឹងឡើងវិញផងដែរនៅក្នុងការបង្ហោះសារមួយតាមបណ្ដាញសង្គមលោកប្រធានាធិបតីបានផ្ដល់ជាសញ្ញាថាការព្រមព្រៀងណាមួយគឺត្រូវឲ្យសហរដ្ឋអាមេរិកបាទគឺនឹងលើកនៅការដាក់ប្លុករារាំងច្រកសមុទ្រហោមូបានគឺត្រូវតែមានការយល់ព្រមណាគឺត្រូវតែមានការយល់ព្រមឲ្យអនុញ្ញាតឲ្យបើកច្រកហោមូនឹងវិញផងដែរដើម្បីអនុញ្ញាតឲ្យប្រេងបានឆ្លងកាត់តំបន់ច្រកហោមូនឹងបានអញ្ចឹងបើសិនជាមានលក្ខខណ្ឌបែបនេះទើបសហរដ្ឋអាមេរិកអាចនឹងដកការរារាំងរបស់ខ្លួនដែរដោយដែលប្រិមិត្តនៅចាំបានហើយគឺច្រកហោមូសហ្នឹងគឺអ៊ីរ៉ង់គាត់បិទមួយបាទនាវាណាដែលចេញចូលត្រូវសុំការអនុញ្ញាតពីគាត់ហើយគាត់អនុញ្ញាតឲ្យចេញមកបានដូចជានាវាមួយចំនួនតូចបាទគឺខាងដូចរបស់ចិនấyបានចេញរួចប៉ុន្តែសហរដ្ឋអាមេរិកគាត់ប្លុកពីខាងក្រៅនឹងទៀតគឺអត់ឲ្យនាវានឹងចេញបានទេបាទអញ្ចឹងបានថាប្លុកពីទៅវិញទៅមកអញ្ចឹងលោកថាប្រសិនបើចង់ឲ្យសហរដ្ឋអាមេរិកបើកច្រកហ្នឹងតតែមានការព្រមព្រៀងផងដែរដើម្បីឲ្យកប៉ាល់ចេញរួចបានបាទនេះគឺជាអ្វីដែលបានកើតមានឡើងហើយខ្ញុំសូមជូនបច្ចុប្បន្នភាពប៉ុណ្ណឹងដោយដកស្រង់ពីកាសែត The New York Times ណាអញ្ចឹងបានន័យថាមកដល់ថ្ងៃសុក្រយប់ថ្ងៃសុក្រម៉ោងនៅរដ្ឋធានី Washington ទៅជាព្រឹកម៉ោង7:09ព្រឹកទៅហើយណា7:09ព្រឹកម៉ោងនៅក្នុងប្រទេសកម្ពុជាថ្ងៃសៅរ៍ទី30គឺអត់ទាន់មានកិច្ចព្រមព្រៀងថានឹងបើកច្រកនេះនៅឡើយទេដែលម្សិលមិញអីគឺសេចក្តីរាយការណ៍នេះថាចិត្តសម្រេចបានហើយក៏ប៉ុន្តែនៅពេលនេះគឺនៅនីតិចុងក្រោយលោកប្រធានាធិបតី Donald Trump ដែលចេញពីកិច្ចប្រជុំនៅក្នុងបន្ទប់ស្ថានភាពនេះតែម្ដងហើយព័ត៌មានទី2នេះគឺជាការធ្វើបច្ចុប្បន្នភាពដោយសារព័ត៌មាន The Washington Post បាទ New York Times Washington Post តែសារព័ត៌មានធំនៅសហរដ្ឋអាមេរិកណាប្រិមិត្តណាចង់មើលបានតតែជាវបាទខ្ញុំជាវព្រោះខ្ញុំយកមកការចែករំលែកជូនប្រិមិត្តបើតាមសេចក្តីរាយការណ៍របស់កាសែត The Washington Post បានឲ្យដឹងថាតុលាការប្រទេសកេនយ៉ានៅថ្ងៃសុក្រនេះបានផ្អាកនៅផែនការរបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump នៅក្នុងការបង្កើននៅកន្លែងមន្ទីរពេទ្យបណ្ដោះអាសន្នមួយនៅក្នុងប្រទេសកេនយ៉ាដើម្បីធ្វើចតាឡេស័កឬក៏ព្យាបាលពលរដ្ឋអាមេរិកណាដែលអាចប្រឈមមុខនឹងជំងឺអេបូឡាបាទអញ្ចឹងគឺបានន័យថាក្នុងសេចក្តីរាយការណ៍កន្លងមកដែលខ្ញុំបានជម្រាបជូនដកសំពីសារព័ត៌មាននានានោះគឺរដ្ឋបាលលោកប្រធានាធិបតី Donald Trump បានសម្រេចថាពលរដ្ឋអាមេរិកណាដែលអាចនឹងឆ្លងជំងឺអេបូឡាគឺត្រូវយកទៅទុកនៅក្នុងមន្ទីរពេទ្យមួយនៅក្នុងប្រទេសកេនយ៉ាបាទដើម្បីធ្វើចតាឡេស័កហើយបើសិនជាឈឺគឺទៅព្យាបាលនៅនោះគឺមិនអោយចូលសហរដ្ឋអាមេរិកនេះទេដែលជាការសម្រេចចិត្តមួយដែលមិនធ្លាប់មានទេនៅក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិកដែលពលរដ្ឋរបស់ខ្លួនឈឺមិនអោយចូលទៅក្នុងមិនអោយចូលមកសហរដ្ឋអាមេរិកវិញបាទអញ្ចឹងទីតាំងដែលយកទៅដាក់ហ្នឹងគឺដាក់នៅក្នុងមន្ទីរពេទ្យមួយនៅប្រទេសកេនយ៉ាបាទប៉ុន្តែឥឡូវនេះនៅថ្ងៃសុក្រនេះគឺតុលាការប្រទេសកេនយ៉ាគាត់ផ្អាកការដាក់ទៅមន្ទីរពេទ្យនឹងសិនហើយដោយតុលាការគាត់លើកឡើងថាវាអាចជាការមួយគម្រាមកំហែងដល់អាយុជីវិតបាទដែលជាការមួយដែលសហរដ្ឋអាមេរិកយកទៅដាក់នៅទីនោះបាទហើយដូច្នេះវាអាចនឹងប៉ះពាល់ដល់ផងដែរណាបាទពីព្រោះមន្ទីរពេទ្យនោះគឺទោះបីជាមិនធំក៏ដោយក៏វាល្មមសម្រាប់ប្រតិបត្តិការគឺអាចដាក់មនុស្សបានរហូតដល់50នាក់បាទហើយមកដល់ពេលនេះគឺ
ខាងជំងឺនឹងបានឆ្លងខ្លាំងនៅសាធារណរដ្ឋប្រជាមានិតកុងហ្គោហើយដល់ពេលអញ្ចឹងទៅមានការជំលៀសចេញហ្នឹងមានជំលៀសទាំងពលរដ្ឋអាមេរិកផងដែរអញ្ចឹងអ្នកណាដែលធ្វើកិច្ចការងារហ្នឹងគេសង្ស័យថាអាចនឹងប្រឈមមុខនឹងជំងឺអេបូឡាគឺអត់ទាន់ឲ្យចូលមកអាមេរិកទេឲ្យទៅនៅក្នុងមន្ទីរពេទ្យហ្នឹងសិនបាទប៉ុន្តែឥឡូវនេះគឺតុលាការហាមឃាត់អញ្ចឹងទៅគឺរដ្ឋបាលលោកត្រាំនោះគឺមិនដឹងថាត្រូវធ្វើយ៉ាងណាទៀតទេបាទពីព្រោះអីគាត់ផែនការគាត់គឺដើម្បីយកទៅដាក់នៅទីនឹងទេឥឡូវនេះនៅតុលាការសម្រាប់បណ្ដោះអាសន្នណាអញ្ចឹងតុលាការនឹងសម្រេចមែនតើគឺនៅថ្ងៃទី2ខែមិថុនាបាទនៅសប្តាហ៍ក្រោយហ្នឹងបាទគឺនឹងសម្រេចមែនតើថាតើមិនអនុញ្ញាតឲ្យដំណើរការមន្ទីរពេទ្យនៅទីនោះឬយ៉ាងណាបាទស្ថានភាពនៃជំងឺអេបូឡាហ្នឹងប្រិមិត្តសូមជូនបច្ចុប្បន្នភាពផងបើតាមកាសែត Washington Post គឺថាមកដល់ពេលនេះគឺសំណុំករណីដែលឆ្លងជំងឺនឹងមានជាង 1000 នាក់ហើយមានមនុស្សជិត250នាក់ហើយដែលគេសង្ស័យថាស្លាប់ដោយសារតែជំងឺអេបូឡានេះបាទនេះបាទហើយដូច្នេះមកដល់ពេលនេះគឺឥឡូវនេះគឺរដ្ឋបាលលោកត្រាំគឺនៅរងចាំមើលការសម្រេចចិត្តជាចុងក្រោយនៅថ្ងៃច័ន្ទនៅថ្ងៃទី2ខែធ្នូថ្ងៃទី2ខែមិថុនាថាតើត្រូវដំណើរការយ៉ាងម៉េចដែរបាទអញ្ចឹងនេះគឺជាបច្ចុប្បន្នភាពមួយដែលសូមបើកមុខកញ្ចក់បន្តិចបើពីព្រោះអ្នកដែលទៅខាងនោះគឺភិកច្រើនគាត់ទៅធ្វើជំនាញខាងសុខាភិបាលគាត់ធ្វើខាងងារខាងពេទ្យខាងអីដូច្នេះអាចនឹងមានជំងឺនឹងកើតឡើងឆ្លងអញ្ចឹងដូច្នេះគាត់បែកយោងតាមអ្នកដែលបានជំនាញដែលបានលើកឡើងពីមុនថាវាជារឿងមួយដែលអមនុស្សធម៌ដែរដែលពលរដ្ឋអាមេរិកដែលប្រឈមមុខនឹងការឆ្លងជំងឺនោះហើយមិនឲ្យចូលមកសហរដ្ឋអាមេរិកដើម្បីព្យាបាលជំងឺដោយវិទ្យាសាស្ត្រឬក៏ពេទ្យដែលទំនើបនៅសហរដ្ឋអាមេរិកបែរជាទៅដាក់នៅប្រទេសកេនយ៉ាដែលស្ថានភាពសុខភាពឬក៏ពេទ្យហ្នឹងគឺមិនល្អទេក៏ប៉ុន្តែរដ្ឋមន្ត្រីក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកក៏ថាធ្វើនឹងដើម្បីមិនចង់ឲ្យមានជំងឺអេបូឡាណាមួយចូលមកសហរដ្ឋអាមេរិកឆ្លងទៅដល់ពលរដ្ឋអាមេរិកដទៃទៀតនោះឡើយព័ត៌មានទី3គឺជាសេចក្តីរាយការណ៍របស់កាសែត The New York Times ដែរ New York Times បានរាយការណ៍ថាមន្ត្រីប៉ូលីសអន្តោប្រវេសន៍ ICE មួយរូបដែលបានពាក់ព័ន្ធជាមួយនឹងការបាញ់ទៅលើជនអន្តោប្រវេសន៍មួយរូបកាលពីខែមករានោះឥឡូវនេះនៅថ្ងៃសុក្រនេះត្រូវបានប៉ូលីសចាប់ខ្លួនហើយបាទដោយចោទប្រកាន់គាត់ពាក់ព័ន្ធជាមួយនឹងការបាញ់ទៅលើជនអន្តោប្រវេសន៍ជាតិវេណេស៊ុយឡាម្នាក់បាទហើយបាញ់គេហើយគាត់កុហកនៅក្នុងរបាយការណ៍ប្រាប់ប៉ូលីសទៀតណាភ្នាក់ងារប៉ូលីសអន្តោប្រវេសន៍ស្អាយហ្នឹងគឺគាត់ឈ្មោះ Christian Castro បាទអាយុ52ឆ្នាំគឺត្រូវបានគេចាប់ខ្លួននៅក្នុងរដ្ឋ Texas បាទបន្ទាប់ពីក្រុមអ្នកស៊ើបអង្កេតបានដែលមកពីការិយាល័យស៊ើបអង្កេតព្រំទាន់របស់ខាងរដ្ឋ Minnesota ហ្នឹងគឺចាប់ខ្លួនគាត់ហើយតាមខ្លួនគាត់បាទសូមបើកមុខកញ្ចក់ទៀតគាត់ឈ្មោះ Christian Castro នោះគឺរបៀបចេញមកពួក Latino ណាអ្នកខាងអាមេរិក Latin ដែរហើយគាត់មិនសូវមានមេត្តាប្រមាណគាត់ចាប់អាមេរិក Latin ខ្លួនគ្នាគាត់ហ្នឹងគឺខ្លាំងក្លាដែរណាបាទសូមបិទមុខកញ្ចក់វិញថែមទៀតបាទអញ្ចឹងគឺឥឡូវហ្នឹងគាត់ត្រូវបានគេចាប់បានហើយតាក់ទងជាមួយនឹងថាគឺគេថាការធ្វើទុកបុកម្នេញគេវាប្រហារគេហ្នឹងពីព្រោះអីសំណុំរឿងហ្នឹងកាលពីថ្ងៃទី14ខែមករានោះថ្ងៃ14ខែមករានោះកាលនោះពេលហ្នឹងលោកប៉ូលីសអន្តោប្រវេសន៍ហ្នឹងលោក Castro ហ្នឹងគាត់ដេញតាមជនអន្តោប្រវេសន៍ម្នាក់ដែលមកពីវេណេស៊ុយឡាហ្នឹងបាទដោយដើម្បីចាប់ជនអន្តោប្រវេសន៍ប្រតិបត្តិការកាលហ្នឹងខ្លាំងនៅខាងMinnesotaហ្នឹងបើអញ្ចឹងគាត់បឹកឡានដេញអញ្ចឹងទៅពេលដែលជនហ្នឹងគាត់ឈប់ឡានប៉ូលីសគាត់ឈប់ដែរគាត់ស្ទុះមកចាប់បានអញ្ចឹងទៅបតាយបន្ទាប់គ្នាហើយអ្នកហ្នឹងក៏រត់គេចចេញពីប៉ូលីសអញ្ចឹងទៅបាទហើយស្រាប់តែលោកប៉ូលីសអន្តោប្រវេសន៍ហ្នឹងគាត់បាញ់ទៅមិនត្រូវបាញ់ចំទ្វារ
មិនត្រូវជនអន្តោប្រវេសន៍ហ្នឹងបែរជាត្រូវមិត្តភក្តិគាត់ដែលនៅក្នុងផ្ទះនោះបាទនៅក្នុងផ្ទះនោះរបួសហើយដល់ពេលស្រាប់តែប៉ូលីសមកដល់គាត់រាយការណ៍ប្រាប់ប៉ូលីសពីព្រោះនៅអាមេរិកតែឮសូរសំឡេងបាញ់ប៉ូលីសមកហើយបាទគាត់ប្រាប់ប៉ូលីសថាគឺគេគាត់ខ្លាចគេវាយគាត់ស្លាប់ពីព្រោះអីពួកខាងប៉ូលីសពួកអន្តោប្រវេសន៍នឹងគ្នា3នាក់មកហើយយកប៉ែលយកឲ្យមកវាយគាត់នៅពេលហ្នឹងខែមួយរដូវរងាផងមកប៉ែលជោគស្នូលហ្នឹងបាទដល់អញ្ចឹងទៅគាត់គេក៏ចាប់បាទជនតោប្រវេសន៍ហ្នឹងហើយចោតប្រកាន់ចោតអីទៅស្រាប់តែក្រោយមកមានលេចវីដេអូបាទលេចវីដេអូសន្តិសុខហ្នឹងគឺវីដេអូកាមេរ៉ាសន្តិសុខនៅផ្ទះផ្សេងហ្នឹងគេថតបានហ្នឹងបាទគេបញ្ចេញរូបហ្នឹងមកវាសាច់រឿងវាខុសពីហ្នឹងសាច់រឿងគឺពេលដែលគាត់ទៅចាប់បានជនអន្តោប្រវេសន៍ហ្នឹងអញ្ចឹងបាទអ្នកហ្នឹងបតាយបន្ទាប់មួយគាត់ហើយរត់ចេញពីគាត់ហើយរត់ចេញពីគាត់គាត់តាមគេអញ្ចឹងម្នាក់ហ្នឹងតែម្នាក់ឯងទេតែម្នាក់ឯងអត់មាន2នាក់ដូចឬក៏3នាក់ដោយការអះអាងរបស់គាត់ទេបាទរត់ចេញពីគាត់ហើយគាត់បាញ់ពីក្រោយបាទបាញ់ពីក្រោយទៅបាញ់ទៅទ្វារហ្នឹងបាទអញ្ចឹងចឹងដែលការដែលគាត់និយាយថាគាត់មានបញ្ហាប្រឈមគ្រោះថ្នាក់អីហ្នឹងអាហ្នឹងវាអត់ត្រូវរឿងពីព្រោះគេកិច្ចចេញផុតបាត់ទៅហើយដល់អញ្ចឹងទៅគាត់បាញ់គេហើយទៅត្រូវរបួសអ្នកផ្សេងទៀតបាទរបួសអ្នកផ្សេងទៀតហ្នឹងហើយជារឿងខុសបាទអញ្ចឹងប្រិមិត្តមួយចំនួនឆ្ងល់អាចខ្ញុំបញ្យល់ពីតិចនិចកំភ្លើងតិចបាទកំភ្លើងនៅសហរដ្ឋអាមេរិកពេលដែលយើងរៀនបាញ់កំភ្លើងនោះ rule វាមាន4 rule បាទត្រូវចាំច្បាស់តែម្ដងបាទក្នុងចំណោម4ហ្នឹងគឺ2បាទគាត់ធ្វើខុសហ្នឹងគឺទី1គឺពេលដែលគេដកកំភ្លើងបាញ់ហ្នឹងគឺវាអត់មានគ្រោះថ្នាក់អីគំរាមកំហែងដល់ជីវិតយើងហើយពីព្រោះអីគោលដៅដែលថាបតាយបន្ទាប់មកយើងគេរត់ចេញហើយបាទអញ្ចឹងបានថានៅអាមេរិកសូម្បីតែចៅប្លន់យើងក៏ដោយបើកាលណាចៅប្លន់ហើយយើងក៏ដកកំភ្លើងបាញ់គេខុសច្បាប់ទៀតបាទបើសិនកំពុងទល់មុខគ្នានឹងដកបាញ់បានអាហ្នឹងអត់អីណាព្រោះយើងកំពុងឲ្យគ្រោះថ្នាក់យើងការពារខ្លួនតែបើសិនជាគេបែរខ្នងរត់ចេញហើយយើងបាញ់គេបាញ់ឡើងលើខុសច្បាប់ទៀតបាញ់ចុះក្រោមខុសច្បាប់ទៀតបាញ់ចំមនុស្សខុសច្បាប់ទៀតបាទអញ្ចឹងហេតុអីបានខុសច្បាប់ពីព្រោះអាមេរិកនៅក្នុងច្បាប់មួយទៀតនៃការបាញ់គ្រាប់កាភ្លើងគឺពេលដែលយើងមុននឹងយើងកេះកៃនឹងយើងត្រូវដឹងថាគ្រាប់នឹងចេញពីណាទៅគោលដៅដល់កន្លែងណាវាឈប់នៅកន្លែងណាបាទអញ្ចឹងគឺបានន័យថាបើសិនជាយើងបាញ់ទៀសដូចនៅស្រុកខ្មែរបាញ់ឡើងលើអាហ្នឹងមិនដឹងជាគ្រាប់ដូចធ្លាក់ទៅកន្លែងណាទេដឹងត្រូវអ្នកណាឬក៏មិនត្រូវអ្នកណាយើងត្រូវ responsible ជាមួយនឹងគ្រាប់នឹងទៀតអញ្ចឹងបើកាលណាក្នុងន័យបាញ់ឡើងលើអញ្ចឹងយើងគេប្រាប់គេថាយើងអត់ទទួលខុសត្រូវចំពោះគ្រាប់កាភ្លើងរបស់យើងហ្នឹងអាហ្នឹងខុសច្បាប់ទៀតវាអញ្ចឹងណាបាទអញ្ចឹងដូច្នេះសូម្បីប៉ូលីសក៏ដោយបើកាលណាគេរត់ចេញលែងគ្រោះថ្នាក់អញ្ចឹងវាលែងតែពេលក្នុងប្រតិបត្តិការណាបាទគឺគាត់ខុសច្បាប់ហើយគេគាត់ទៅកុហកគេទៀតអញ្ចឹងគេចោទប្រកាន់គាត់ពីបទកុហកតុលាការទៀតកុហកប៉ូលីសទៀតកុហកនៅក្នុងរបាយការណ៍ប៉ូលីសទៀតបាទអញ្ចឹងនេះគឺជាការចូលរួមចំណែករបស់ខ្ញុំដោយពីព្រោះអាចនឹងមានប្រិមិត្តមួយឆ្ងល់ទៅចុះមិនក៏បាញ់ទៅហើយប៉ូលីសតាមធម្មតាក៏មានសិទ្ធិបាញ់អត់មានទេមិនមែនអញ្ចឹងទេប៉ូលីសបាញ់ក៏ត្រូវមានការទទួលខុសត្រូវរូបមន្តដូចគ្នាទាំងអស់រូបមន្តដូចគ្នាទាំងអស់នៃការប្រើប្រាស់អាវុធហ្នឹងបាទចឹងហើយបានបើកវងកញ្ចក់មកមួយទៀតបានកាលខ្ញុំនៅរៀនបាញ់កាភ្លើងហ្នឹងគឺគ្រូខ្ញុំនិយាយអត់ត្រូវគ្នាខ្ញុំថាដកកាភ្លើងបើខ្ញុំមិនដកកាភ្លើងមកគ្រាន់តែភ្ជុងទៅហើយឲ្យគេលែងដើរថយអីលែងគ្រោះថ្នាក់ខ្ញុំអត់បាញ់ទេគាត់អត់ព្រមគាត់ថាកាភ្លើងអត់ធ្វើអញ្ចឹងទេកាភ្លើងដកត្រូវតែបាញ់មកបាទបើថាមិនត្រូវបាញ់អត់មានគ្រោះថ្នាក់ដល់ជីវិតទេកុំដកបាទកុំដកអីសោះបើថាដកហើយអត់មានទៅភ្ជុងឲ្យគេណាធ្លាក់វិញទេហើយគាត់ថាបើបាញ់កុំឲ្យរបួសទៀតបាញ់ត្រូវឲ្យងាប់ហ្មងពីព្រោះបើកាលណាបាញ់របួសគេប្តឹងវិញអានឹងរឿងច្រើនជាងឲ្យបាញ់ងាប់ខ្ញុំអត់ឯកភាពមួយគ្រូខ្ញុំបកកាយគ្នាដែរកាលខ្ញុំរៀនបាញ់កាភ្លើងបាទចាំសូមបិទវងកញ្ចក់ប៉ុណ្ណេះបាទហើយបាទព័ត៌មានចុងក្រោយនេះគឺតុលាការនៅសហព័ន្ធនៅរដ្ឋធានី Washington នៅថ្ងៃនេះបានសម្រេចឲ្យលោកប្រធានាធិបតី Donald Trump ដកឈ្មោះរបស់លោកចេញពីមជ្ឈមណ្ឌល Kennedy បាទដែលជាមជ្ឈមណ្ឌលកន្លែងគេហៅថាសាលមហោស្រពសម្ដែងសិល្បៈហ្នឹងគេដាក់ឈ្មោះ Kennedy Center ហ្នឹងឥឡូវលោក Trump លោកថែមឈ្មោះលោកថែមទៀតទៅ Trump Kennedy Center អញ្ចឹងទៅបាទមានគេប្តឹងមានអីបាទតុលាការសម្រេចថាឥឡូវអត់ទេលោក Trump មិនអាចនឹងដាក់ឈ្មោះគាត់បានទេ
គឺត្រូវតែដកឈ្មោះចេញពីព្រោះអីគឺសភាជាអ្នកដែលអនុញ្ញាតឲ្យដាក់ឈ្មោះនឹងអញ្ចឹងដូច្នេះមជ្ឈមណ្ឌលហ្នឹងគឺវាមានន័យគ្រប់គ្រាន់ហើយដែលស័ក្តិសមនឹងកិត្តិយសរបស់លោក Kennedy ហ្នឹងបាទអតីតប្រធានាធិបតីសហរដ្ឋអាមេរិកណាបាទដាក់មកអញ្ចឹងដូច្នេះលោក Trump លោកបន្ថែមឈ្មោះលោកពីលើនឹងទៀតឥឡូវហ្នឹងបាទគេឲ្យដកចេញអញ្ចឹងក៏ប៉ុន្តែខាងខាងក្រុមអ្នកដែលគ្រប់គ្រងនៅសារមហោស្រពនោះគាត់ថាគាត់នឹងប្តឹងឧទ្ធរណ៍ពីព្រោះអីសារមហោស្រពនេះត្រូវការថវិកាជួសជុលឲ្យលោកប្រធានាធិបតីសន្យាថានឹងរកថវិកាចំនួន$257លានសម្រាប់ជួសជុលមហោស្រពហ្នឹងបាទទោះបីជាយ៉ាងណាក៏ដោយនេះខ្ញុំគ្រាន់តែចង់ជម្រាបឲ្យប្រិមិត្តឲ្យដឹងថាគឺលោកប្រធានាធិបតី Donald Trump លោកព្យាយាមដាក់ឈ្មោះលោកនៅមជ្ឈមណ្ឌលដូចជាថ្ងៃមុននោះមជ្ឈមណ្ឌលសន្តិភាពមជ្ឈមណ្ឌលសន្តិភាព Institute of Peace ហ្នឹងក៏ដាក់ឈ្មោះលោក Trump នៅក្នុងនោះដែរឥឡូវមជ្ឈមណ្ឌល Kennedy នេះក៏ដាក់ឈ្មោះគាត់ចូលដែរនៅក្នុងกระดาษប្រាក់នោះមានរូបគាត់ចឹងទៅតែ passport មានរូបគាត់យ៉ាងបាទគាត់ចង់ឲ្យមានរូបគាត់ឲ្យបានច្រើន signature គាត់ឲ្យបានច្រើនក៏ប៉ុន្តែគឺមានការមិនយល់ព្រមពីតុលាការនៅថ្ងៃនេះបានសម្រេចដូច្នេះណាបាទអញ្ចឹងសូមអរគុណប្រិមិត្តច្រើនហើយអធិស្ឋានណាមិនបានឃើញរូបមិនបានឃើញខ្ញុំទេដោយសារតែខ្ញុំមិនបានរៀបចំពេលខ្លួនត្រឹមត្រូវបាទអញ្ចឹងដូច្នេះសូមផ្សាយតែសំឡេងជូនប្រិមិត្ត